สุดท้ายปนต่างออกนี้เนี่ยครูจงสภาปี Accounting for Cambodia ไทยนี้ได้เนี่ยครูบานเทียบจำเชียคลิปวิดีโอมวยเสียงติดดำไปใช้รำเล็กเชียจำเนี่ยดังจุนตะการปนต่างออกนี้แปะบอลเตยจะมวยหนึ่งวิดีโอได้เนี่ยครูเทียบจำใช้รำเล็กจุนปนทงเลียไทยนี้คือเชียการเทียบจำระบายการลมโฮสักประมวยระยะปีนี้คือเนี่ยครูตายแต่บางหันจุนตะการปนแปะบอลแต่หนึ่งการเทียบจำระบายการลมโฮสักประโดยสารแต่ระบายการนี้คือมีจำนวนเชียร้านได้ปนเตยสวรรค์ยลจ้ะหายวีคือเจียจำนวนมุ้ยได้ធ្វើការកណនីហើយនៅក្នុងលក្ខខណ្ឌខ្លះគឺអត់មានតួលេខបង្ហាញទេប៉ុន្តែតម្រូវឲ្យយើងដែលជាអ្នករៀបចំហ្នឹងគឺស្វែងរកនៅលេខទាំងអស់នោះដើម្បីបង្ហាញឲ្យបានត្រឹមត្រូវអញ្ចឹងនៅក្នុងវេលាថ្ងៃនេះអ្នកគ្រូនឹងបង្ហាញជូនទៅកាន់បងប្អូនជាបន្តទៀតថាតើមានចំណុចអ្វីខ្លះទៀតដែលនឹងធ្វើការបង្ហាញនៅក្នុងវីដេអូសម្រាប់ថ្ងៃនេះផងដែរទាំងអស់គ្នាបានដឹងរួចហើយថាពាក់ព័ន្ធទៅជាមួយនឹងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់គឺយើងបង្ហាញអំពីសាច់ប្រាក់ចូលសុទ្ធនិងសាច់ប្រាក់ចេញសុទ្ធហើយនៅក្នុងការរៀបចំនេះផងដែរត្រូវតែបង្ហាញចំនួន3សកម្មភាពយោងទៅតាមគោលការណ៍ជាមួយនឹងស្តង់ដារគណនេយ្យគឺមានប្រតិបត្តិការការថាជាសកម្មភាពប្រតិបត្តិការសកម្មភាពវិនិយោគនិងសកម្មភាពហិរញ្ញប្បទានតកតងទៅជាមួយនឹងការរៀបចំនេះក៏យើងរៀបចំដោយផ្អែកទៅលើពីរវិធីសាស្ត្រដែរគឺវិធីសាស្ត្រប្រយោលនិងវិធីសាស្ត្រផ្ទាល់ប៉ុន្តែពាក់ព័ន្ធទៅនឹងអ្វីដែលអ្នកគ្រូបង្ហាញជូនក្នុងវេលាថ្ងៃនេះគឺជាការរៀបចំយោងទៅតាមវិធីសាស្ត្រប្រយោលចា៎នៅក្នុងវិធីសាស្ត្រប្រយោលទាំងអស់គ្នាបានដឹងរួចហើយថាពាក់ព័ន្ធទៅជាមួយនឹងសកម្មភាពប្រតិបត្តិការគឺយើងត្រូវយក net income ចំណេញសុទ្ធយកមកបូកឬក៏ដកជាមួយនឹងសមាសធាតុនៃគណនីមួយចំនួនដើម្បីរកឲ្យឃើញនៅចលនាសាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការហើយនៅក្នុងឧទាហរណ៍សម្រាប់វេលាថ្ងៃនេះផងដែរគឺការបង្ហាញរបស់ក្រុមហ៊ុននេះគឺអត់មានបង្ហាញអំពីប្រាក់ចំណេញសុទ្ធទេថាតើយើងនឹងធ្វើការគណនាទៅលើប្រាក់ចំណេញសុទ្ធយ៉ាងដូចម្តេចដើម្បីឲ្យឃើញនៅលេខនោះហើយយកមករៀបចំនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់អញ្ចឹងជាឧទាហរណ៍នៅទីនេះគឺអ្នកគ្រូបង្ហាញជូនសម្រាប់ទិន្នន័យរបស់ក្រុមហ៊ុនមួយដែលគាត់បង្ហាញទិន្នន័យ2ឆ្នាំរួមជាមួយនឹងការកើនឡើងនិងថយចុះទៅលើបម្រែបម្រួលនៃគណនីមួយចំនួននៅទីនេះទាំងអស់គ្នាជារបាយការណ៍តារាងតុល្យការឬក៏របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលបង្ហាញនៅក្នុងឆ្នាំ2026និងឆ្នាំ2027នៅក្នុងឆ្នាំ2027តកតងទៅជាមួយនឹង property plant equipment របស់ក្រុមហ៊ុននេះមាន277,000ហើយឆ្នាំ2026មាន247,000ចឹងកើនឡើងចំនួន30រំលោះបូកបន្តមានចំនួន178,000នៅក្នុងឆ្នាំ2027 167,000ឆ្នាំ2026អញ្ចឹងកើនឡើងចំនួន11,000ក្រុមហ៊ុនមានប្រាក់ចំណេញរក្សាទុកជា return earning ឆ្នាំ2027មាន104 2026មាន91កើន13ពាក់ព័ន្ធទៅជាមួយនឹងសញ្ញាប័ណ្ណបំណុលជា burn payable 2027មាន46 2026មាន46អញ្ចឹងកើនឡើងចំនួន3,000ចាអញ្ចឹងមានន័យថា2027 49 2026 46អញ្ចឹងកើន3ភាគលាភត្រូវសងជា dividend payable ឆ្នាំ2027មាន8,000ឆ្នាំ2026មាន5,000អញ្ចឹងកើន3,000នៅក្នុងនេះផងដែរទាំងអស់គ្នាគេមានប្រាប់ព័ត៌មានបន្ថែមដើម្បីឲ្យយើងធ្វើការគណនាឲ្យឃើញនៅលេខនោះតកតងនៅឆ្នាំ2027ក្រុមហ៊ុនបានធ្វើការបោះផ្សាយ$25,000ជាសញ្ញាប័ណ្ណបំណុលដើម្បីដូរជាមួយនឹងការទិញអចលនទ្រព្យ PPE ហើយនៅក្នុងឆ្នាំ2027ក្រុមហ៊ុនបានធ្វើការប្រកាសភាគលាភជាសាច់ប្រាក់ចំនួន18,000អញ្ចឹងយោងទៅតាមទិន្នន័យដែលគេបង្ហាញប្រាប់យើងឥឡូវនេះអ្វីដែលគេសួរឲ្យយើងធ្វើការគណនាគឺមាន3ចំណុចទី1គណនា net income ទី2គណនារកសាច់ប្រាក់ដែលយើងទូទាត់ទៅលើភាគលាភនិងទី3សាច់ប្រាក់ដែលទូទាត់ទៅលើការទូទាត់សងសញ្ញាប័ណ្ណបំណុលពាក់ព័ន្ធទៅជាមួយនឹងការគណនាទៅលើ net income ចំណេញសុទ្ធចំណេញសុទ្ធទាំងអស់គ្នាគឺយើងប្រើប្រាស់ return earning នៅក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ return earning មួយគឺអត់ត្រូវបានយកមកប្រើប្រាស់ទេពេលដែលយើងនិយាយអំពីបម្រែបម្រួលនៃគណនីទាំងអស់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឬក៏របាយការណ៍តារាងតុល្យការដោយសារតែ return earning គឺជាគណនីមួយដែលមិនមែនជាសាច់ប្រាក់ទេវាគ្រាន់តែជាផលចំណេញដែលក្រុមហ៊ុនសល់ហើយយើងរក្សាទុកចា៎អញ្ចឹងតកតងទៅនឹង return earning នៅក្នុងលក្ខខណ្ឌខ្លះយើងយកវាមកប្រើដើម្បីគណនា net income បើសិនជាក្នុងសមត្ថកម្មអត់មានអញ្ចឹងយើងប្រើគណនីមួយនេះដើម្បីយកមកគណនា net income ឬក៏ពេលខ្លះគេប្រើ return earning ដើម្បីយកមកគណនា dividend ចាឥឡូវនេះអញ្ចឹងយើងប្រើទៅលើ return earning ដើម្បីគណនា net income ទាំងអស់គ្នាបានដឹងរួចហើយថាពាក់ព័ន្ធទៅជាមួយនឹងចំណេញរក្សាទុកចុងគ្រារបស់យើងដើម្បីគណនាចំណេញរក្សាទុកចុងគ្រាស្មើនឹងចំណេញរក្សាទុកដើមគ្រាបូកជាមួយនឹងប្រាក់ចំណេញសុទ្ធហើយដកជាមួយនឹងភាគលាភដែលយើងបានប្រកាសអញ្ចឹងយើងសួរថាតើដើម្បីគណនារកចំណេញសុទ្ធដើម្បីគណនារកចំណេញសុទ្ធគឺទាំងអស់គ្នាយកចំណេញរក្សាទុកចុងគ្រាដែលគេប្រាប់យើងគឺ104,000បូកនឹងភាគលាភដែលបានប្រកាស18,000ហើយដកនឹងចំណេញរក្សាទុកដើមគ្រា91,000អ
នោះយើងឃើញចំណេញនៅក្នុងគ្រា31ពាន់អញ្ចឹងឆ្នាំ2027ក្រុមហ៊ុនចំណេញបាន31ពាន់អញ្ចឹងនៅទីនេះយើងកណនាប្រាក់ចំណេញសុទ្ធតាមរយៈ return earning ទី2គឺគេឲ្យយើងធ្វើការកណនាទៅលើសាច់ប្រាក់ដែលយើងទូទាត់សម្រាប់ការប្រកាសភាគលាភនៅក្នុងនេះយើងដឹងថាក្រុមហ៊ុននៅក្នុងឆ្នាំ2027បានប្រកាសភាគលាភ18,000តែយើងអត់ដឹងថាតើ18,000ដែលគាត់ប្រកាសហ្នឹងគឺគាត់ទូទាត់លុយទាំង18,000ហ្នឹងឬយ៉ាងណាទេអញ្ចឹងដើម្បីឲ្យដឹងថាតើសាច់ប្រាក់របស់យើងចេញទាំង18,000ដែរឬអត់ទាំងអស់គ្នាសូមពិនិត្យមើលកណនី dividend payable នៅក្នុងនេះដោយសារតែភាគលាភដែលយើងត្រូវសងដែលជាបំណុលនៅក្នុងឆ្នាំ2026 5,000 2027 8,000អញ្ចឹងកើន 3,000មានន័យថាប្រកាស18,000នេះគឺសាច់ប្រាក់អត់បានចេញទាំង18,000ទេ3,000ទៀតក្រុមហ៊ុនជំពាក់អញ្ចឹងនៅទីនេះយើងត្រូវយក18,000ដកនឹងភាគលាភត្រូវសងកើនឡើងយើងឃើញថាសាច់ប្រាក់ទូទាត់ទៅលើភាគលាភដែលយើងបានប្រកាសគឺ15,000ប៉ុន្តែបើសិនជាករណីដែលភាគលាភត្រូវសងនេះថយចុះចាទាំងអស់គ្នាត្រូវយកមកបូកឧទាហរណ៍ថា 3,000 នឹងថយអញ្ចឹងត្រូវយក18,000បូកនឹង 3,000 អញ្ចឹងឃើញ21ចាអញ្ចឹងបើកើនដកបើថយគឺបូកទី3គឺជាការកណនាទៅលើការទូទាត់សាច់ប្រាក់សម្រាប់សញ្ញាប័ណ្ណបំណុលទាំងអស់គ្នាយើងដឹងហើយថានៅទីនេះឆ្នាំ2026សញ្ញាប័ណ្ណបំណុលមាន46,000ហើយនៅក្នុងឆ្នាំ2027ក្រុមហ៊ុនបានធ្វើការបោះផ្សាយសញ្ញាប័ណ្ណបំណុល25,000ទៀតអញ្ចឹង46បូកជាមួយនឹង25ទាំងអស់គ្នា46បូកជាមួយនឹង25ចាបូកនឹង25មានន័យថាសញ្ញាប័ណ្ណបំណុលរបស់យើងនៅឆ្នាំ2027វាត្រូវ71,000វាត្រូវ71,000ប៉ុន្តែនៅទីនេះយើងឃើញថាឆ្នាំ2027យើងមានតែ49ទេចាតាមពិតវាត្រូវកើន25ប៉ុន្តែឃើញកើនតែ3អញ្ចឹងមានសេចក្តីថាក្រុមហ៊ុនបានទូទាត់ទៅលើភាគលាភអស់ចំនួន22,000ចាដោយយើងយក46,000ជាសញ្ញាប័ណ្ណបំណុលនៅក្នុងឆ្នាំ2026ចា46,000បូកជាមួយនឹងសញ្ញាប័ណ្ណបំណុលដែលយើងបានបោះផ្សាយនៅក្នុងឆ្នាំ2027 25ហើយយើងដកជាមួយនឹងសញ្ញាប័ណ្ណបំណុលរបស់យើងចំនួន49,000នោះយើងនឹងឃើញសាច់ប្រាក់ដែលយើងទូទាត់សងទៅលើសញ្ញាប័ណ្ណបំណុលចាអញ្ចឹងនេះគឺជាការកណនាបង្ហាញនៅក្នុងលក្ខខណ្ឌមួយចំនួនដែលគេតម្រូវឲ្យយើងត្រូវរកនៅលេខនោះយកទៅបង្ហាញនៅក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ឲ្យបានត្រឹមត្រូវអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានទៅលើការបង្ហាញរបស់អ្នកគ្រូក្នុងវេលាថ្ងៃនេះសង្ឃឹមថាបងប្អូនបានយល់នៅអ្វីដែលអ្នកគ្រូចែករំលែកជូនអរគុណជូនពរសំណាងល្អជោគជ័យគ្រប់ភារកិច្ចជួបគ្នានៅក្នុងคลิปវីដេអូក្រោយជាបន្តទៀត